ព័ត៌មានអន្តរជាតិបន្ទាន់ការសងសឹកឥតប្រណីរបស់សហរដ្ឋអាមេរិកមកលើទីក្រុងកំពង់ផែអ៊ីរ៉ង់ប្រិយមិត្តទស្សនិកជនមកកាន់នាទីព័ត៌មានអន្តរជាតិសន្តិភាពត្រូវបានបំផ្លាញហើយភ្លើងសង្គ្រាមកំពុងតែឆាប់ឆេះសាជាថ្មីនៅតំបន់ច្រកសមុទ្រ Hormuz Strait of Hormuz ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារកំទេចនាវាពាណិជ្ជកម្មរបស់អាមេរិកកាលពីថ្ងៃទី7 ខែកក្កដាឆ្នាំ2026កងទ័ពសហរដ្ឋអាមេរិកបានបើកយុទ្ធនាការវាយប្រហារសងសឹកយ៉ាងចាស់ដៃនិងឥតប្រណីត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញសម្លេងផ្ទុះពីគ្រាប់មីស៊ីលនិងគ្រាប់បែកបានលាន់កងរំពងពេញទីក្រុងកំពង់ផែ Bandar Abbas និងនៅលើកោះ Geizim Island ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ទីបញ្ជាការកណ្ដាលយោធាអាមេរិក CENTCOM បានប្រកាសយ៉ាងដាច់អហង្ការថាសកម្មភាពរបស់អ៊ីរ៉ង់គឺជាការវាយប្រហារដែលគ្មានហេតុផលនិងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបាត់ចុះបាញ់ដូច្នេះអាមេរិកត្រូវតែវាយបង្រៀនទុកជាមេរៀនរបាយការណ៍យោធាបានឲ្យដឹងថាគោលដៅនៃការទម្លាក់គ្រាប់បែកនេះរួមមានប្រព័ន្ធការពារដែនអាកាសប្រព័ន្ធរ៉ាដាតាមដានឆ្នេរសមុទ្រទីតាំងមីស៊ីលប្រឆាំងនាវាមូលដ្ឋានបាញ់បង្ហោះដ្រូននិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសំខាន់របស់អ៊ីរ៉ង់ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ក៏បានលែងថយក្តៅផ្នែកសេដ្ឋកិច្ចដោយសម្រេចលុបចោលការអនុញ្ញាតលើកលែងទណ្ឌកម្មនិងការដាក់ទណ្ឌកម្មមិនឲ្យអ៊ីរ៉ង់លក់ប្រេងចេញជាដាច់ខាតសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារនេះប៉ុន្តែមិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយនោះទេខណៈដែលប្រទេសទាំងមូលកំពុងរៀបចំពិធីបុណ្យសពលោកមេដឹកនាំកំពូលអាយ៉ាតូឡាអាលីកាមេនីរយៈពេល7ថ្ងៃមុននេះទីក្រុងតេហេរ៉ង់ធ្លាប់តែបានព្រមានអាមេរិកនិងអ៊ីស្រាអែលមុនឲ្យវាយប្រហារក្នុងកំឡុងពេលពិធីបុណ្យនេះឡើយប៉ុន្តែសហរដ្ឋអាមេរិកដូចជាមិនខ្វល់មន្ត្រីអាមេរិកម្នាក់បានខ្សឹបប្រាប់ថាការវាយប្រហារនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះគឺមិនទាន់បញ្ចប់ភ្លាមៗនោះទេភាពតានតឹងថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកបំផុតក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងអង្ការ៉ាប្រទេសទូគីដែលលោក Donald Trump កំពុងតែចូលរួម